សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានtool ថ្មីមួយសម្រាប់មកចែកម្លែកគ្នាយើងថ្ងៃហ្នឹងគឺខ្ញុំនឹងបង្ហាញគ្នាយើងតាក់ទងជាមួយនឹងការកាត់ឬក៏ការបំបែកប្រភេទដែល element វាវែងហើយវាធ្វើឲ្យយើងស្មុគស្មាញច្រើនដែរអញ្ចឹងតាមកម្មវិធី Revit អ្នកទាំងអស់គ្នាចង់មានថាចង់ផ្ដាច់វាជា2ឬបំបែកវាជា2ហ្នឹងគ្នាយើងអាចប្រើតាក់ទងជាមួយនឹង duplicate វាយើង select លើវាមួយហើយគ្នាយើងចុច mouse ស្ដាំមកយើងនឹងយក duplicate អញ្ចឹងវាមាន3គ្នាយើងអាចជ្រើសរើសយកមួយណាមកក៏បានដែរប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំនឹងមកបង្ហាញគ្នាយើងតាក់ទងជាមួយនឹងការប្រើប្រាស់របស់ add-in គឺវាងាយស្រួលខ្លាំងមែនតើគ្នាយើងគ្រាន់តែចូលមកកាន់កន្លែង split view មកយើងចូលមកកាន់ split view មកហើយយើង select ទៅលើធ្នឹមរបស់យើងអញ្ចឹងវានឹង load តារាង user interface ឲ្យយើងមួយហើយគ្នាយើងគ្រាន់តែ start វាមកនេះយើង start page វាអញ្ចឹងគ្នាយើងគិតថាចំណុចកន្លែងណាដែលអាចដាក់ឲ្យយើងកាត់ហើយយើងដាក់វាបានទាំងពីរយើងកាត់កន្លែងហ្នឹងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំកាត់កន្លែងនេះចុះដើម្បីឲ្យវាដាក់ចូលទាំងពីរបានខ្ញុំកាត់កន្លែងនេះមួយមកនេះអញ្ចឹងបន្ទាប់ពីយើងកាត់ហើយមកវានឹងបែកកែបវាក៏វាអត់ជាធំប្រហែលដែរវាមើលទៅគឺវាស្អាតហើយនឹង clear មកអញ្ចឹងគ្នាយើងអាចទាញវានេះយើងទាញអាហ្នឹងចុះមកក្រោមមកហើយអានេះក៏ដូចគ្នាដែរយើងទាញវាចុះមកក្រោមនេះអញ្ចឹងអានេះយើងដាក់ view port វាមកខ្ញុំយកអានេះដែរនេះអញ្ចឹងគ្នាយើងដែលធ្លាប់ថាពិបាកឬក៏ធ្វើការងារដដែលតាក់ទងជាមួយនឹងការកាត់អាហ្នឹងទៅយូរគ្នាយើងអាចមកមើលជាមួយនឹង add-in នេះបានតាក់ទងជាមួយនឹង split view នេះបានវាលឿនហើយស្អាតទៀតអញ្ចឹងបើសិនជាគ្នាយើងមានចំណាប់អារម្មណ៍អាចតំណែងមកខ្ញុំបានអរគុណច្រើនជួបគ្នាវគ្គក្រោយទៀត